ណែខ្ញុំមានឈ្មោះថា Michael ហើយខ្ញុំចង់ប្រាប់ពីដំណើររឿងរបស់ខ្ញុំមុននឹងខ្ញុំបានធ្វើជាមេប៉ូលីសហើយនៅពេលដែលខ្ញុំនៅហុងកុងនោះគឺមានប៉ូលីសសម្ងាត់មួយបានមកប្រាប់ខ្ញុំថាបង Michael បងល្បីណាស់តើខ្ញុំអាចដើរតាមបានទេពេលនោះគឺខ្ញុំក៏មិនទាន់ដឹងថាគាត់គឺជាប៉ូលីសបង្កប់ដែរហើយខ្ញុំក៏មិនបាននិយាយច្រើនណាស់ខ្ញុំក៏បានប្រាប់គាត់ថានោះប៉ូលីសម្នាក់នោះដែលខាត់ស្បាច់ជើងឯងទៅវាយគេទៅបន្ទាប់ពីគេវាយហើយខ្ញុំក៏មិនទាន់សង្ស័យថាគាត់ជាប៉ូលីសសម្ងាត់ដែរហើយបន្ទាប់មកទៀតជាច្រើនសតវត្សខ្ញុំក៏បានដឹងថាគាត់គឺជាប៉ូលីសសម្ងាត់ដែលមកលួចធ្វើជាកូនចៅរបស់ខ្ញុំហើយគាត់គឺជាបងប្អូនរបស់អានាគភ្លើងដែលជាដៃស្ដាំរបស់ខ្ញុំហើយតាំងពីពេលនោះមកខ្ញុំក៏បានជាប់ពន្ធនាគារតទៅពេលខ្ញុំចេញពីពន្ធនាគារខ្ញុំក៏បានដូរតកោរបស់ខ្ញុំដាក់ឈ្មោះថា Saint Michael បន្ទាប់ពីខ្ញុំដូរតកោហើយខ្ញុំក៏បានមកនៅក្រុងនេះដែលមានឈ្មោះថាព្រៃវែងខ្មែរ Roleplay សម្រាប់អ្នកណាដែលចង់ចូលលេងក្រុងនេះហើយមានហ្គេមបាក់ពួកខ្ញុំនឹងចោះបង្ក្រាបភ្លាមខ្ញុំមិនដើរផ្លូវខុសទៀតទេហើយប្រសិនបើនរណាហ៊ានល្មើសច្បាប់ខ្ញុំនឹងចាប់ភ្លាមមិនចាំស្អែកមិនចាំស្អីនេះគឺអនុវត្តភ្លាមតែម្ដងពីខ្ញុំបាទ Michael មេប៉ោះព្រៃវែងខ្មែរ Roleplay